អូខេសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងគ្នាពីរបៀបឆែកមើលទូរស័ព្ទរបស់យើងថាតើវាមានសេវា 5G ឬក៏អត់ដោយបងប្អូនដឹងស្រាប់ហើយថានៅក្នុងឆ្នាំថ្មី2026នេះខាងក្រុមហ៊ុនបណ្ដាញទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជាយើងបានដាក់ឲ្យប្រើប្រាស់សាកល្បងបាទនៅបណ្ដាញសេវាអ៊ីនធឺណិតលឿនដែលជាបច្ចេកវិទ្យាចុងក្រោយដែលគេហៅថា 5G ហ្នឹងណាបាទអញ្ចឹងបើសិនជាបងប្អូនចង់ឆែកមើលថាតើទូរស័ព្ទបងប្អូនមាន 5G ឬក៏អត់ឬក៏បងប្អូនខ្លះដែលគាត់មានកម្រងទិញទូរស័ព្ទថ្មីតែមិនដឹងថាទូរស័ព្ទណាដែលមានប្រព័ន្ធ 5G ស្រាប់អញ្ចឹងយើងត្រូវដឹងពីរបៀបឆែកមើលទាំងអស់គ្នាចំពោះការឆែកនេះខ្ញុំសូមឲ្យបងប្អូនចូលទៅ download កម្មវិធីមួយបាទយើងចូលក្នុង Play Store ឬក៏ App Store មកមានដូចតែគ្នាទេបាទបន្តមកទៀតបងប្អូនចុចកន្លែងពាក្យថាស្វែងរកនេះបាទហើយយើងចុចប្រអប់ search នៅខាងលើនេះយើងសរសេរពាក្យថា GSM បាទសរសេរសតូចក៏បានសធំក៏បានដែរ GSM Arena យើងសរសេរចុះគ្នាអញ្ចឹងក៏បានដែរបាទបន្តមកទៀតបងប្អូនចុច search មកបាទហើយបងប្អូនធ្វើការដំឡើងឬក៏ install កម្មវិធីនឹងឲ្យរួចរាល់បាទវាមិនធំប្រហែលទេចំពោះទំហំ memory ដែលវាស៊ីណាបាទអញ្ចឹង download ឬក៏ install តែមួយផ្លេតពេញហើយបន្ទាប់ពីដំឡើងហើយយើងចុចពាក្យថាបើកឬក៏ open មកបាទយើងចាំវាបន្តិចអូខេអញ្ចឹងជំហានបន្ទាប់ទៀតបងប្អូនកលេចមើលខាងលើកន្លែងសញ្ញាកែវពង្រីកឬក៏សញ្ញា search ហ្នឹងបាទសញ្ញាស្វែងរកបាទអញ្ចឹងយើងចុចកន្លែងសញ្ញាកែវពង្រីកហ្នឹងមកហើយកន្លែងហ្នឹងយើងអាចសរសេរឈ្មោះ model ទូរស័ព្ទណាដែលយើងចង់ឆែកចង់ដឹងថាវាមាន 5G ឬក៏អត់បាទអញ្ចឹងឥឡូវខ្ញុំចង់ដឹងថាទូរស័ព្ទខ្ញុំសេឈ្មោះទូរស័ព្ទ Tecno ចុះ Tecno Pova 7បាទចង់ដឹងថាវាមាន 5G ឬក៏អត់បាទ Pova 7ខ្ញុំចុចទៅលើ Pova 7ហើយបងប្អូនអូចុះមកក្រោមបន្តិចបាទអូខេបងប្អូនឃើញណានេះបងប្អូនមើលកន្លែងពាក្យថា network នេះបាទវាមានពាក្យថា 5G បងប្អូនឃើញណាអញ្ចឹងមានន័យថាទូរស័ព្ទ Tecno Pova 7នេះគឺវាមានបំពាក់នៅmodem 5G ឬក៏បណ្ដាញសេវា 5G មកស្រាប់អញ្ចឹងរបៀបឆែកមើលគឺងាយប៉ុណ្ណឹងទេបាទយើងគ្រាន់តែចុចកន្លែងសញ្ញា search នេះបាទសញ្ញាកែពង្រីកហ្នឹងឧទាហរណ៍ខ្ញុំចង់ដឹង model អីទៀតខ្ញុំចុចលើសញ្ញា search ឬក៏សញ្ញាកែពង្រីកហើយសរសេរឈ្មោះ model ចូលមកឧទាហរណ៍ថា Oppo A6X បាទ A6X ដែលទៅចេញហ្នឹងចង់ដឹងទៅមាន 5G ឬអត់បាទគេយើងចុចទៅលើឈ្មោះវាមកហើយបងប្អូនអូសចូលមកក្រោមបន្តិចដូចមិញអញ្ចឹងបាទនេះបងប្អូនឃើញបាទវាមានពាក្យថា 5G នៅកន្លែងនេះអញ្ចឹងទូរស័ព្ទហ្នឹងគឺយើងអាចប្រើអ៊ីនធឺណិតសេវា 5G បានហើយបាទហើយតម្លៃដែលគេដាក់លក់ក៏វាមិនថ្លៃដែរបាទតម្លៃសមរម្យហើយវាមានសេវា 5G ឲ្យទៀតបាទអញ្ចឹងលយមែនតើហើយពេលដែលសេវាអ៊ីនធឺណិត 5G នៅក្នុងស្រុកយើងវាមានភាពទូលំទូលាយជាងហ្នឹងប្រកបជាក្រុមហ៊ុនទូរស័ព្ទជាច្រើននឹងបញ្ចេញទូរស័ព្ទ smartphone តម្លៃទាបហើយមានបំពាក់មកជាមួយនៅសេវា 5G មកស្រាប់ដូចគ្នាបាទគាត់ថាឥឡូវវាមិនទាន់សម្បូរទេដោយសារតែសេវា 5G គេទៅតែដាក់ឲ្យប្រើសាកល្បងបាទជាមួយតិចទៀតអូខេអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចពាក្យជាឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបងប្អូនយល់យ៉ាងណាដែរចំពោះវីដេអូមួយនេះអាចសរសេរ comment នៅខាងក្រោមវីដេអូបានបើសិនជាអាចសូមកុំភ្លេចជួយ share វីដេអូមួយនេះម្នាក់មួយផងដើម្បីបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ